số bông số đây bông cái bông xong chuẩn bị số từ càng bông bông đó kia nhóm bán mua phun bông rất chỉ web developer nơi bật solution hai nhóm có chia slide PNC chấm non people mà phải buôn phòng đây trên báo xong chuẩn bị số tạo ra nhiều tầng học kia nhóm bán mua chân chón chia tại tạng này xích nơi slide ông cam mương lái này mình mua tha Pascal American Cambodia rồi những ai hàng cả tha PNC nông lồng pe này nhóm ban ở internship rồi có những hai thang ở cam sạch san nơi tìm nít cứ nhóm ban ở riêng chán để tông là technology thay máy ở chia ở bao số thay nơi ở đây để dương ở đây thuộc chuột thì môn phố nơi slide những riêng tại tam bài slide ở miền nơi riêng chi rồi có vợ càng như ấy là để maintain này những phơi từ tam để crew đảo ấy chúng ta nơi tìm đáy như dương miền kịp đó là nơi ở close xong rồi ở dương từ riêng và thêm mấy từ mấy phần rừng chùm nền vào dương này hay là với đại nhóm bán phơi nơi fail ở internship thì tôi là nâng cam thi vào Microsoft thì tôi Microsoft Power Platform đây bên không nuôi miền tối tiệt bao về sau đại trong ban ởตัวban cái lo món nơi Microsoft Solution ក្នុងឡងពេល 4 ខែហ្នឹងគឺខ្ញុំបានរៀនអ្វីថ្មីច្រើនខ្លាំងមែនទែនអំពីក្រុមហ៊ុនដូចជាការធ្វើទៅលើរឿងបច្ចេកដែលមាន user power plan នៅក្នុង system ក៏ website ដែលខ្ញុំបានចូលរួមធ្វើហ្នឹងចំពោះ task ដែលខ្ញុំបានចូលរួមធ្វើហ្នឹងគឺវាពិតជាជួយដល់ខ្ញុំខ្លាំងមែនទែនក្នុងការពង្រឹងនៅចំណេះដឹងក៏ដូចជាបទពិសោធន៍របស់ខ្ញុំដើម្បីប្រវត្តិខ្លួនខ្ញុំឲ្យកាន់តែរីកចម្រើនឡើងចំពោះជំនាញឬក៏ចំណេះដឹងដែលខ្ញុំបានទទួលអំឡុងពេល internship ហ្នឹងគឺខ្ញុំបានទទួលទាំងជំនាញ soft skill និង hard skill ចំពោះ soft skill វិញគឺខ្ញុំទទួលបាននៅការទំនាក់ទំនងជាមួយនឹងបងនៅកន្លែងការងារហ្នឹងហើយមួយវិញទៀតគឺការធ្វើការងារជាក្រុមដឹងហើយថាកន្លែងធ្វើការគឺយើងត្រូវធ្វើការងារជាក្រុមយើងអាចធ្វើការងារតែឯងបាននេះអញ្ចឹងគឺវាជួយពង្រឹងមួយទៅដល់ការ communication ក៏ដូចជាការនៅ share នៅគំនិតក៏ដូចជាមតិយោបល់ទៅកាន់ member នៅក្នុង team របស់យើងហ្នឹងហើយមួយវិញទៀតគឺ time management អញ្ចឹងការធ្វើការហ្នឹងគឺយើងត្រូវមានពេលវេលាក្នុងការដាក់កំណត់ការងាររបស់យើងថាយើងត្រូវធ្វើប្រមាណម៉ោងហើយចំណែកមួយវិញទៀតគឺការដោះស្រាយបញ្ហានៅពេលដែលយើងធ្វើការងារជាក្រុមទៅគឺពួកគាត់តែងតែជួយនៅផ្ដល់នូវមតិយោបល់ឲ្យយើងមកដល់យើងដើម្បីជួយយើងហ្នឹងក្នុងការដោះស្រាយបញ្ហារបស់យើងបានឆាប់លឿនជាងមុនហើយពេលខ្លះទៀតយើងក៏បានបញ្ចេញនូវមតិយោបល់ផ្ដល់ទៅកាន់គាត់ដើម្បីចូលរួមដោះស្រាយបញ្ហាហ្នឹងឲ្យបានឆាប់រហ័សទាំងអស់គ្នាក្នុងអំឡុងពេលបបិសោតការងារឬកម្មសិក្សាហ្នឹងគឺអ្វីដែលខ្ញុំទទួលបានដោយតែខ្ញុំបានប្រាប់ចឹងថាខ្ញុំបានរៀនថ្មីទៅជាមួយនឹង Microsoft ពីមុនគឺអត់ធ្លាប់រៀនពួក Microsoft ទេរៀនតែកម្មវិធី language អីផ្សេងៗដើម្បីសេ program តែយើងមកទីនេះគឺយើងរៀនទៅនឹង Microsoft ដូចជា Microsoft Power Platform ក្នុងនោះវាមាន Power App Power BI Power Automate ក៏ដូចជា Power Page Database អីចឹងទៅតែប្រព័ន្ធ Database គឺខ្ញុំអត់ទាន់បានឈានទៅដល់ទេយើងនៅកម្រិតមួយនៅទៅ Power App Power BIក៏ដូចជា automate ចំហបន្ទាប់គឺយើងនឹង move ទៅទៀតហើយក៏ដូចជាទៅកាន់ Azure អីជាដើមបន្ទាប់ទៀតតាមហ្នឹងចំពោះក្រៅពីហ្នឹងគឺយើងរៀនទៅជាមួយនឹងទទួលបានបទពិសោធន៍ថ្មីទៅជាមួយនឹងការធ្វើការជាក្រុមការដោះស្រាយបញ្ហាក៏ដូចជាផ្នែកការងារការបែងចែកពេលវេលាថាពេលណាយើងត្រូវធ្វើគេមិនត្រូវធ្វើគេហើយការកំណត់ពេលវេលាទៅលើការងារមួយហើយយើងប្រើ system របស់ក្រុមហ៊ុនដែលបានបង្កើតឡើងបរិយាកាសនៅកន្លែងការងារហ្នឹងគឺខ្ញុំមានអារម្មណ៍ថាពួកគាត់ friendly ខ្លាំងមែនទែនគឺហើយមួយវិញទៀតគឺពួកគាត់តែងតែចាំជួយគ្នាទៅវិញទៅមកគឺមកថានរណាម្នាក់មានបញ្ហានៅកន្លែងការងារអញ្ចឹងគឺគាត់តែងតែទៅសួរនាំថាមានបញ្ហាអីគាត់អាចជួយដោះស្រាយបានអត់គាត់តែងតែជួយរកដំណោះស្រាយយើងហើយកន្លែងការងារហ្នឹងគឺខ្ញុំមានអារម្មណ៍ថាវាដូចជាគ្រួសារទី2របស់ខ្ញុំចង់ធ្វើការហ្នឹងមានអារម្មណ៍ថាកក់ក្ដៅខ្លាំងសម្រាប់បរិយាកាសការងារនៅកន្លែងនេះគឺយើងធ្វើការជាក្រុមជា team ហើយចំពោះការបរិយាកាសចំពោះsupport team គឺពេលដែលយើងមានបញ្ហាឬក៏អ្វីមួយដែលយើងធ្វើអត់ចាញ់ទេយើងអាចសួរទៅកាន់សមាជិកក្រុមរបស់យើងក៏ដូចជា supervisor ឬក៏ line manager របស់យើងបានពួកគាត់គឺរីករាយក្នុងការជួយយើងគាត់អត់ទុកឲ្យយើងចោលទេយើងមានអីដែលយើង concern ក៏ដូចជាយើងអាចថាវាថ្មីពេកសម្រាប់យើងធ្វើអត់បានទេយើងសួរគាត់ទៅគាត់ប្រាប់យើងតាមហ្នឹងសម្រាប់ចំណាប់អារម្មណ៍គឺខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងមែនទែនក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុន Sit Solution ក៏ដូចជាក្រុមការងាររបស់ Sit Solution ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Process Solution ដែលបានផ្ដល់ឱកាសឲ្យខ្ញុំ
បានចូលមក intern ឬហាត់ការងារនៅកន្លែងនេះដើម្បីទទួលបាននៅបទពិសោធន៍ថ្មីចំណេះជំនាញថ្មីហើយនឹង apply នៅអ្វីដែលខ្ញុំបានរៀនពីសាលាមក apply នៅទីនេះផងដែរអរគុណខ្លាំងមែនទែនចំពោះក្រុមហ៊ុន Resource Solution ដែលបានផ្ដល់ឱកាសឲ្យខ្ញុំក្នុងការធ្វើកម្មសិក្សានៅទីនេះដែលបានជួយឲ្យខ្ញុំពង្រឹងនៅសមត្ថភាពក៏ដូចជាចំណេះដឹងរបស់ខ្ញុំឲ្យបានកាន់តែរីកចម្រើនឡើងហើយក៏សូមអរគុណទៅកាន់បងក៏ដូចជា Line Manager និង Supervisor របស់ខ្ញុំដែលបានជួយណែនាំក៏ដូចជាជួយបង្ហាត់បង្រៀនអ្វីៗថ្មីៗមកកាន់ខ្ញុំផងដែរជាចុងក្រោយខ្ញុំមានសារផ្ដាំផ្ញើមួយជូនទៅដល់សិស្សានុសិស្សក៏ដូចជាបងប្អូនជំនាន់ក្រោយថាកុំខ្លាចនៅរៀនអ្វីដែលថ្មីត្រូវចេះរកឱកាសក៏ដូចជាពង្រឹងនៅសមត្ថភាពខ្លួនឯងបើសិនជាយើងមានសមត្ថភាពមានចំណេះដឹងរឹងមាំមិនខ្វះទេកន្លែងការងារសម្រាប់យើងដូច្នេះបើសិនជាចង់រៀនអ្វីដែលថ្មីក៏ដូចជាចង់ពង្រឹងនៅសមត្ថភាពខ្លួនឯង Resource Solution អាចជួយអ្នកបានបាទជាចុងក្រោយក៏សូមជូនពរទៅដល់បងក៏ដូចជាក្រុមការងារនៅក្នុង Resource Solution ក៏ដូចជា Resource Solution ទាំងមូលដែលឲ្យមានការរីកចម្រើនឈានទៅមុខជាលំដាប់សូមអរគុណ